វិជាគេហៅថាមនុស្សគឺជាសត្វដែលមានសាសនាសត្វដែលបានចេះមានជំនឿគោរពសាសនាអានឹងឲ្យមនុស្សព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់បែងចែក2យ៉ាងក៏មាន5យ៉ាងក៏មានបើយើងនិយាយថាមាន5មនុស្សស័កមនុស្សសោរូបរាងកាយជាមនុស្សមានធម៌សម្រាប់មនុស្សអានឹងមួយបែបគេហៅថាមនុស្សធម្មតាមនុស្សទេវោមនុស្សមែនប៉ុន្តែមានធម៌ដូចជាទេវតាប្រព្រឹត្តល្អមានសិលនៅក្នុងខ្លួនជាដើមហើយមនុស្សមួយទៀតគេហៅថាមនុស្សដេរិឆានណោរូបរាងកាយជាមនុស្សប៉ុន្តែមានចិត្តគំនិតដូចជាសត្វដេរិឆានបានជាគេហៅថាមនុស្សដេរិឆានពីព្រោះអ្នកទាំងនឹងមុខតែតទៅមុខនឹងកើតជាសត្វដេរិឆានបានដល់មនុស្សដែលមិនដឹងគុណទោសខុសត្រូវមិនដឹងឪម៉ែមួយទៀតថាមនុស្សសពេតតោមនុស្សប្រែតរូបរាងកាយជាមនុស្សមែនក៏ប៉ុន្តែប្រព្រឹត្តធម៌ដូចជាប្រែតឃើញតែខ្វះរហូតលួចឆក់ប្លន់កាប់សម្លាប់បេះយកពីគ្នាឯងមិនដឹងម៉ែមិនដឹងឪមិនដឹងញាតិសន្តានដាំពូជខ្វះទុកដល់អនាគតស្លាប់ទៅកើតជាប្រែតរូបរាងកាយជាមនុស្សមានធម៌ធ្វើសម្រាប់ទៅប្រែតបានគេឲ្យឈ្មោះថាមនុស្សសពេតតោមនុស្សនិរយិកោគឺមនុស្សដែលប្រព្រឹត្តធម៌ដើម្បីទៅនរកមនុស្សបែបនឹងឯងខឹងប្រទះដៃប្រទះជើងប្រទះវាយកាប់ចាក់អត់មានសណ្ដោសប្រោសបណៃអត់គិតពីគុណពីទោសអត់គិតពីម៉ែពីឪផ្លូវខុសផ្លូវត្រូវជាមនុស្សដែលមានទឹកចិត្តក្តៅរហូតបានជាដាំពូជក្តៅចង់បានក្តៅស្លាប់ទៅគេឲ្យទៅកើតកន្លែងក្តៅគឺកន្លែងនរកនេះមនុស្សមាន5យ៉ាងបើរួមឲ្យខ្លីមានតែ2យ៉ាងទេយើងហៅតាមខ្មែរថាពួកល្អមួយពួកអាក្រក់មួយពួកហើយចេះហើយបើយើងហៅតាមសាសនាផ្សេងគេថាពួកសភាវៈអាក្រក់មួយក្រុមទៅហើយពួកសភាវៈល្អមួយក្រុមទៅដល់តែយើងហៅតាមបែបពុទ្ធសាសនាយើងហៅថាពួកពីលមួយក្រុមពួកបណ្ឌិតមួយក្រុមពួកពីលសំដៅទៅលើមនុស្សណាដែលប្រព្រឹត្តអំពើអាក្រក់បង្ហាញប្រយោជន៍ខ្លួនផងបង្ហាញប្រយោជន៍អ្នកដទៃផងឬក៏ធ្វើប្រយោជន៍បច្ចុប្បន្នឲ្យវិនិច្ឆ័យឲ្យមិនគិតពីប្រយោជន៍អនាគតបុគ្គលបែបហ្នឹងលោកហៅថាពីលដែរហើយពីលនឹងទៀតសោតគិតអាក្រក់និយាយអាក្រក់ធ្វើអាក្រក់អាហ្នឹងឲ្យគេហៅថាពីលបើគិតល្អធ្វើល្អនិយាយល្អគេហៅថាបណ្ឌិតខាងបណ្ឌិតមិនមែនសំដៅទៅលើអ្នកចេះដឹងមួយមុខទេគឺសំដៅទៅលើអ្នកប្រព្រឹត្តល្អផងដែរបើមានចំណេះចេះដឹងហើយមិនប្រព្រឹត្តល្អក៏មិនហៅថាជាបណ្ឌិតសញ្ញាបត្រដែលយើងសិក្សារៀនសូត្រសពថ្ងៃយើងឲ្យឈ្មោះថាបណ្ឌិតគ្រាន់តែយើងខ្ចីពាក្យនេះពីពុទ្ធសាសនាពីភាសាបាលីយកមកដាក់សម្រាប់កម្រិតអ្នកសិក្សាថ្នាក់ខ្ពស់ដែលហៅថាបណ្ឌិតប៉ុន្តែបើពាក្យដើមរបស់គេដែលជាបណ្ឌិតក្នុងពុទ្ធសាសនាហ្នឹងអ្នកណាដែលមិនប្រព្រឹត្តអំពើបាបអាហ្នឹងឯងហៅថាបណ្ឌិតអ្នកដែលធ្វើអំពើល្អឲ្យមានផលវែកញែកតទៅទៀតប៉ុន្តែសំណួរដែលសួរថាមនុស្សនឹងដូចម្ដេចមានប្រមាណយ៉ាងហ្នឹងហើយ5យ៉ាងក៏មានរួមដែលខ្លី2យ៉ាងប៉ុណ្ណឹងឆ្លើយប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងត្រូវមិនដឹងខុសបើត្រូវយកចុះបើខុសបោះចោលនិមន្តឆ្លើយខ្លួនព្រះអង្គឯងចុះសូមជ្រាបសាធុជ្រាបទៅហើយមិនចាំបាច់ឆ្លើយហើយក៏មិនចាំបាច់បន្ថែមសេចក្តីដែរព្រោះថាអនុថែបានឆ្លើយអស់សេចក្តីដើម្បីពុទ្ធបរិស័ទបានជ្រាបអំពីលក្ខណៈរបស់មនុស្សមាន5ប្រការបើរូបឲ្យខ្លីមកគឺមានតែ2ទេអំបញ្ញមិញនេះគឺសភាវៈល្អមួយសភាវៈអាក្រក់មួយមនុស្សពីលមួយមនុស្សបណ្ឌិតមួយចឹងចង់មានសេចក្តីបញ្ជាក់ជូនដល់ពុទ្ធបរិស័ទនឹងឲ្យបានរឹតតែច្បាស់ទៀតនោះខ្ញុំក៏ណានឹងសាកសួរអំពីបុគ្គលឬមនុស្សដែលជាបណ្ឌិតតើមនុស្សជាបណ្ឌិតនឹងមានលក្ខណៈដូចម្ដេចប្រព្រឹត្តនៅធម៌អីបានឈ្មោះថាបណ្ឌិតក៏វិស័យនារៀនចប់បឋមសិក្សាចូលមធ្យមរៀនចប់ថ្នាក់ឌីប្លូមចូលបដុកចប់បដុកចូលបរិញ្ញាចប់បរិញ្ញាចូលអនុបណ្ឌិតចប់អនុបណ្ឌិតចូលយកបណ្ឌិត4ឆ្នាំទៀតចប់ទៅអាហ្នឹងឯងគេហៅថាបណ្ឌិតសូមនិមន្តជ្រាបសាធុអរគុណមែនអីបណ្ឌិតមែនណាញោមចាស់អត់ញោមបណ្ឌិតមែនណាប៉ុន្តែខ្ញុំក៏ណាមិនចង់ដឹងពីរឿងបណ្ឌិតបញ្ញាបត្រទេចង់ដឹងអំពីធម៌នៃបណ្ឌិតនឹងប្រតិបត្តិ
តែប្រពុទ្ធិកាព្រះអង្គសម្ដែងថាបណ្ឌិតនឹងក៏បីប្រតិបត្តិនៅធម៌អ្វីខ្លះសូមវិសាចនាខ្មែរយើងមានហៅអ្នកទឹមសឹកនោះហៅថាបន្តិចមួយដែរមានបន្តិចសក់ខ្លីអត់តែបន្តិចសក់ខ្លីបើគ្នាវាទឹមសឹកចឹងខ្លះហៅបន្តិចសក់ខ្លីបន្តិចហ្នឹងក៏คล้ายមកពីបណ្ឌិតហ្នឹងដែរសំដៅទៅលើអ្នកដែលបានបួសរៀនពីជំនាន់ដើមយើងមិនទាន់សបោបែបខាងសាលារៀនពីបុរាណណាកាលពីក្រោយអង្គរវត្តមកហ្នឹងអញ្ចឹងអ្នកដែលរៀនសូត្រច្រើនទៅរៀននៅវត្តអាចអាយុល្មមបួសក៏ឲ្យបួសជាសាមណេរបួសជាភិក្ខុរៀនចេះដឹងទៅក៏បានសឹកត្រឡប់មកវិញដើម្បីយកចំណេះហ្នឹងមកពង្រើជាតិពង្រើប្រជាជនអញ្ចឹងចាស់គាត់ឲ្យឈ្មោះថាបណ្ឌិតយូរវាคล้ายមកជាបន្តិចហើយអ្នកបន្តិចដល់សត្វពីនេនគេហៅជីប៉ុន្តែស្រុកយើងសប្តាហ៍នេះមិនដឹងជីហ្នឹងមិនដឹងអាជីជ្រោះឲ្យតែសត្វបន្តិចដល់ទាំងអស់ហើយអញ្ចឹងមានបណ្ឌិតមួយដែរប៉ុន្តែក្នុងការសិក្សាកម្រិតនៃការសិក្សាកម្រិតថ្នាក់ Doctor Degree របស់អន្តរជាតិគេសន្មតប្រែមកជាខ្មែរយកពីបណ្ឌិតនឹងមកដាក់ហ្មងទៅពីព្រោះថាល្អបំផុតណាវាលើសគ្មានអីលើសហ្នឹងទៀតទេប៉ុន្តែនៅក្នុងពុទ្ធសាសនាមិនមែនសំដៅទៅលើអ្នករៀនអញ្ចឹងទេរៀនចេះប៉ុណ្ណាទៅបើទៅប្រព្រឹត្តអំពើអាក្រក់នៅតែមិនមែនបណ្ឌិតដដែលអញ្ចឹងបណ្ឌិតក្នុងសាសនាយើងសំដៅទៅលើមនុស្សមានធម៌4បណ្ឌិតមែនតែនជាមនុស្សស្គាល់កាលហៅតែកាលឡាញ់យុតាស្គាល់កាលដឹងកាលណាគួរនិយាយដឹងកាលណាមិនគួរនិយាយកាលណាគួរធ្វើកាលណាមិនគួរធ្វើដឹងបកគលដឹងបកគលណាគួរប្រាប់បកគលណាមិនគួរប្រាប់ហើយដឹងប្រមាណក្នុងខ្លួនអត្តញ្ញតាដឹងប្រមាណក្នុងខ្លួនមិនលោភពេកមិនលន់ពេកហើយជាពិសេសគឺមិនអួតខែងកាងមនុស្សណាដែលនិយាយអួតក៏មិនមែនជាបណ្ឌិតនិយាយប្រទៀបបង្អាប់គេថាគេអត់ចេះតែខ្លួនឯងនឹងពីរសតទៀតអត់ជាបណ្ឌិតទេបណ្ឌិតមែនតែនគឺមិនចេះអួតមិនចេះក្អេងក្អាងស្គាល់ខ្លួនដឹងខ្លួនច្បាស់លាស់ហើយមិនត្រឹមតែប៉ុណ្ណេះទៅទៀតដឹងប្រយោជន៍អត្ថាញូតាដឹងប្រយោជន៍នេះនិយាយទៅឬក៏ធ្វើទៅវារីកចម្រើនឬអត់វាបានជោគជ័យឬអត់នឹងស្គាល់ដូច្នេះជាដើមស្គាល់ការស្គាល់ពេលវេលាស្គាល់បុគ្គលសពយ៉ាងចឹងទៅអានឹងឯងហើយបានគេហៅថាបណ្ឌិតប៉ុន្តែបើយើងគិតពីអង្គធម៌ប្រព្រឹត្តសម្រាប់បណ្ឌិតមានធម៌4យ៉ាងបុគ្គលណាកូនចៅណាដែលឈ្មោះថាជាបណ្ឌិតកូនចៅនឹងត្រូវមានធម៌4យ៉ាងអត្តសទ្ធិ1បរសទ្ធិ1សង្ឃហៈ1កតញ្ញូ1សូមនិមន្តជ្រាបសាធុមិនទាន់ជ្រាបទេតែបាត់តែសាធុមែនប៉ុន្តែមិនទាន់ជ្រាបអនុខែព្រោះអនុខែអានមកសិតតែជាភាសាបាលីអានប្រពុតម្ចាស់ព្រោះយល់តែខ្ញុំកណាបានឆ្លើយតែសាធុហ្នឹងប៉ុន្តែមិនទាន់ជ្រាបព្រោះញាតិញោមកម្លាំងមកអីស្អីទៅអត្តសទ្ធិនោះហើយអ្វីទៅបរសទ្ធិក្នុងអនុខែតពិសាចនាអត្តសទ្ធិនិងបរសទ្ធិអត្តសទ្ធិគឺធ្វើខ្លួនឯងឲ្យបរិសុទ្ធបរសទ្ធិគឺដឹកនាំអ្នកដទៃឲ្យបរិសុទ្ធអានេះប្រែពីបាលីប៉ុន្តែដល់យើងយកអត្តន័យជាខ្មែរអត្តសទ្ធិគឺយើងទៅរៀនឲ្យមានចំណេះចេះដឹងជាសមត្ថភាពខ្លួនឯងសិនបានបរសទ្ធិទៅយកចំណេះនឹងមកចែកដល់គេចេះអញ្ចឹងជាបឋមជួយខ្លួនឯងសិនជួយខ្លួនឯងឲ្យមានចំណេះឲ្យមានសមត្ថភាពសពយ៉ាងអានឹងហៅថាអត្តសទ្ធិដល់បរសទ្ធិយកចំណេះនឹងយកមកចែកដល់អ្នកដទៃបើមិនយកមកចែកដល់អ្នកដទៃក៏មិនមែនជាបណ្ឌិតអាស្រ័យហេតុនឹងហើយបានប្រពុតមិនឲ្យមនុស្សខ្ជិលទេប្រពុតថាអឡសសៈកតោវិជាបើសិនជាខ្ជិលជាអត់មានចំណេះវិជាដាក់ខ្លួនទេអឡសសៈកតោសបសៈកតោអឡសសៈកតោសបាំងបើសិនជាអត់មានចំណេះវិជាអត់មានសិល្បៈអញ្ចឹងណាអត់មានចំណេះវិជាវាអត់មានសិល្បៈអត់មានទៅរកចំណេះទៅរកចំនួនជួយឲ្យចំណេញបានទេអសបសៈកតោឋានៈបើអត់មានចំណេះអត់មានជំនាញវាពិបាកក្នុងការរកលុយពិបាកក្នុងការរកទ្រព្យសម្បត្តិអឋានសៈកតោមិនតាំងតែយើងវាអត់រកទ្រព្យសម្បត្តិបានវាមិនសូវជាមានលុយមានកាក់អត់សូវមានមិត្តទេគេមិនសូវឲ្យពើរាប់អានយើងទេអញ្ចឹងមនុស្សយើងដែលគេស្រឡាញ់រាប់អានច្រើនអាស្រ័យយើងមានមិត្តមានទ្រព្យដែរ
แต่យើងមានទ្រព្យសម្បត្តិមិនខ្វះទេអ្នកទៅជួយចាយអូអ្នកជួយចាយអត់ខ្វះប៉ុន្តែដល់ទៅពេលមានភ័យអាសន្នយើងអស់ទ្រព្យគេអត់មកជួយយើងទេគេរត់ចោលអស់ចឹងហើយបានថាតើតែមានទ្រព្យសម្បត្តិរួចអត់មានទ្រព្យសម្បត្តិវាអត់មានមិត្តអមិតតាសៈកោតោសេវាំងកោតោសុខੰអមិតតាសៈកោតោសុខੰបើនៅក្នុងភូមិក្នុងស្រុកក្នុងសង្គមនឹងខាងលិចក៏មិនត្រូវជាមួយខាងជើងក៏មិនត្រូវជាមួយខាងកើតក៏មិនត្រូវជាមួយហាក់ដូចជានៅម្នាក់ឯងមានសត្រូវព័ទ្ធជុំវិញខ្លួនវាអត់បានសុខដែរអត់មានភ័យមានអាសន្នជួយជំងឺអីក៏អត់មានពីណាមកជួយចង់ធ្វើប៉ុននេះដាក់មេក្រូទៅហឹងអើកងក៏អត់មានពីណាមកមួយចឹងរស់នៅនឹងក៏វាអត់សុខហើយដល់តែអសុខខាតក៏តោសេវាំងហើយបើរកសុខបានបាត់ខ្វះល្ងាចបានល្ងាចខ្វះព្រឹកកើតទុករហូតរត់នៅពៀនក៏រកមិនឃើញរកឋានសួគ៌ក៏រកមិនឃើញដែរបានយើងថាអលសសៈកោតោសបាំងអសបាសៈកោតោឋានំបើខ្ជិលអត់មានចំណេះបើអត់ចំណេះអត់ទ្របអញ្ចឹងជាបឋមឲ្យមនុស្សនឹងទៅរៀនបានខ្មែរយើងហៅថាដំដែកតន់នៅក្តៅបដៅមនុស្សតន់នៅក្មេងលោកថាឲ្យចែកវ័យមនុស្សយើងជា3ផ្នែកវ័យទី1កាត់មកកណាត់ខាងដើមជាបឋមវ័យសម្រាប់វ័យរៀនសូត្រវ័យទី2វ័យកដាលហៅថាមជ្ឈិមវ័យកដាលសម្រាប់រកទ្រព្យសម្បត្តិវ័យទី3វ័យចុងក្រោយសម្រាប់យាយតាចាស់ហើយមិនដឹងរកអីទេមានតែរកប៉ុណ្ណឹងប៉ុណ្ណឹងត្រៀមតែខ្លួនចូលប្រឈួរព្រោះជួនកាលនឹកថាគេលបាលអញគេទៅឲ្យនៅតែអញមួយក៏មិនថាត់ថេប្រមាណហើយអ្នកខ្លះក្មេងជាងអញផងទៅបន្តអញ្ចឹងអ្វីចុងក្រោយបើចង់ទៅរៀនសូត្រយកចំណេះឬបើក៏ចង់ទៅរកចំនួនអីទៀតក៏ទៅលែងរួចកម្លាំងវាត្រុតត្រោមអញ្ចឹងវ័យចុងក្រោយនឹងរងចាំស្ដាប់ប្រពុតឲ្យរកបនដាក់ខ្លួនណាចាអញ្ចឹងបែងចែកវ័យអញ្ចឹងបានគេថាវ័យដំបូងត្រូវរកចំណេះបើសិនជាយើងតម្រង់ទិសយើងនឹងបានល្អអានឹងសំណាងយើងសាងបានល្អយើងសាងបានល្អចេញសំណាងល្អដូចយើងសាបចឹងបានសំណាបយើងធ្វើបានទទួលផលបានគេថាសំណាងកើតពីការសាងដូចសំណាបកើតពីការសាបបើយើងអត់សាបផងបានសំណាបអីដកចឹងតើយើងសាងល្អលទ្ធផលវាចេញទៅល្អលោកថាវាសនាចេញមកពីកាយប្រយោគនិងវិជ័យប្រយោគញាមញោមញាតសូត្រធម៌ពុទ្ធគុណឃើញទេវាសនាគឺកាយប្រយោគនិងវិជ័យប្រយោគកាយប្រយោគការធ្វើដោយកាយដូចជាយើងខំហាត់ពុតលុតដំខំបំពេញការងារវិជ័យប្រយោគការដោយវាចាខំហាត់ខំទន្ទិញខំព្យាយាមមនុស្សកើតឡើងតាំងពីមិនចេះនិយាយរហូតដល់ចេះនិយាយ10 20ភាសាពិតជាកើតឡើងដោយការវឹកហាត់ការព្យាយាមមែនបានជាគេថាបើយើងនៅតូចកូនក្មេងនៅតូចប្រៀបដូចជាស្លឹកกระดาษដែលមានពណ៌សស្អាតយកប៊ិចខៀវទៅសរសេរវាដុតជាប់ខៀវយកប៊ិចក្រហមទៅសរសេរវាដុតជាប់ក្រហមហើយបើយកกระดาษនឹងទៅខ្ចប់ប្រហុកវាធំក្លិនប្រហុកបើយកกระดาษនឹងទៅខ្ចប់ទឹកអប់វាធំក្លិនទឹកអប់គេប្រយ័ត្នកូនក្មេងទៅតាចយើងកុំឲ្យទៅសែបគប់ខុសដើរជាមួយអ្នកខូចតាមគេដើរជាមួយអ្នកលេងតាមគេដើរជាមួយអ្នកចាយតាមគេបើអញ្ចឹងឲ្យកូនសែបគប់ជាមួយអ្នករៀនដើរជាមួយអ្នករៀនដើរជាមួយអ្នកល្អកូននឹងនឹងខ្លាយទៅជាអ្នកល្អគេដែរបានគេប្រយ័ត្នវ័យក្មេងនឹងអានឹងហើយវ័យក្មេងនឹងវ័យអត្តសទ្ធិដំដែកតន់នៅក្តៅបដៅមនុស្សតន់នៅក្មេងទៅធ្វើខ្លួនឯងឲ្យស្អាតបរិសុទ្ធបានមានចំណេះចេះដឹង